ឆាត្រឡាចជាមួយនឹងសាច់ជ្រូកម្ដងទៀតឲ្យបងប្អូនតោះយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាត្រឡាចនឹងចាយខ្ញុំគាត់ផ្ញើមកឲ្យត្រឡាចធម្មជាតិពិតត្រឡាចដាំនៅតាមផ្ទះគ្មានជាគីមីទេបងប្អូនចំពោះរបៀបធ្វើវិញងាយស្រួលខ្លាំងមែនតើយើងហាន់សាច់ជ្រូកផ្នែកស្បែកនិងខ្លាញ់នឹងដាក់ផ្សេងផ្នែកសាច់ដាក់ផ្សេងហើយយើងយកទៅស្រុះជាមួយនឹងទឹកក្តៅដើម្បីកាត់បន្ថយក្លិនឆ្អាបបន្ទាប់មកខ្ញុំយកខ្លាញ់ជ្រូកហ្នឹងយកទៅដាក់ចំហៀវនៅលើខ្ទះម្ហូបខ្ញុំភាគច្រើនអត់សូវមានម្ហូបណាពិបាកទេសិតតែម្ហូបងាយៗទាំងអស់ហ្នឹងគ្រាន់តែថាអ្នកដែលគាត់អត់ទាន់ចេះសូម្បីតែម្ហូបងាយៗហ្នឹងអាចចូលមកមើលបានចំហៀវខ្លាញ់ឲ្យប្រើភ្លើងតិចៗរួចហើយយើងទៅចិញ្ច្រាំខ្ទឹមសសម្រាប់ត្រឡាចគឺខ្ញុំចិត្តបែបច្វាមូលឥឡូវហ្នឹងយើងគៀស្បែកជ្រូកហ្នឹងគៀតែគៀនសិនទៅហើយសូមយើងដាក់បំពងខ្ទឹមសអូក្លិនវិញនឹងឈ្ងុយពេញទេហ្មងបំពងខ្ទឹមហើយខ្ញុំដាក់សាច់ចូលឆាសាច់មួយផ្លែតហើយខ្ញុំចាប់ផ្ដើមផ្សំគ្រឿងអ្នកទាំងអស់គ្នាអាចផ្សំទៅតាមចំណូលចិត្តរៀងខ្លួនបានណាដំបូងហ្នឹងខ្ញុំដាក់ទឹកត្រីស្ករអំបិលរ៉តឌីប្រេងខ្យងហើយនឹងប៊ីចេងបន្តិចដែរហើយទៅខ្លាំងបន្តិចដើម្បីឲ្យសាច់យើងហើយនឹងគ្រឿងនេះចូលជាតិគ្នាបន្ទាប់ពីផ្សំគ្រឿងរួចហើយហ្នឹងយើងឆាទៅខ្លាំងដើម្បីឲ្យសាច់និងគ្រឿងនេះបានចូលជាតិគ្នាល្អឆាចុះឆាឡើងរហូតតតែសាច់ឆ្អិនហើយបានខ្ញុំដាក់ត្រឡាចចូលយើងទុកលើភ្លើងទុកឲ្យត្រឡាចយើងរៀងទន់សិនពេលត្រឡាចរៀងទន់បន្តិចហើយខ្ញុំយើងចាក់ទឹកនឹងដាក់មកល្មមទៅបានហើយព្រោះថាឆាតែយើងដាក់ទឹកច្រើននឹងអត់ទៅឆ្ងាញ់ទេខ្ញុំបន្ថែមជាមួយនឹងម្រេចបន្តិចបន្តួចផងដែរបើសិនជាអ្នកទាំងអស់គ្នាអត់ចេះញ៉ាំហឹរទេមិនចាំបាច់ដាក់ម្រេចក៏បានដែរណាម្ហូបនេះមើលទៅសាមញ្ញបន្តិចមែនណាប៉ុន្តែត្រឡាចជាបន្លែត្រជាក់យើងញ៉ាំទៅត្រជាក់គ្រឿងក្នុងចុងក្រោយខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមណាមានន័យថាម្ហូបយើងគឺបានឆ្អិនរួចរាល់ហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះពីដើមដល់ចប់ណាហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយ Subscribe ឲ្យ Channel YouTube និង Follow Facebook Page ឲ្យម្នាក់មួយផងណាបើសិនជាមានកំហុសឆ្គងនៅកន្លែងណាអ្នកទាំងអស់គ្នាអធិស្ឋានផងហើយបើមានចម្ងល់អីក៏អាច comment នៅខាងក្រោមវីដេអូនេះបានដែរឥឡូវនេះខ្ញុំសូមជម្រាបលាអ្នកទាំងអស់គ្នាសិនហើយយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តទៀតអរគុណច្រើនជម្រាបលា